សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើនំបញ្ចុកស្រស់ខួបកាជាទូទៅគេប្រើខួបក្តាមប៉ុន្តែដោយសារតែខ្ញុំទិញអត់បានអញ្ចឹងខ្ញុំមកច្នៃធ្វើជាខួបកាវិញតែសម្រាប់ខួបកាក៏រសជាតិឆ្ងាញ់មិនណយដែរតោះឥឡូវជាដំបូងគឺខ្ញុំសោះជាមួយនឹងកាសិនសម្រាប់ការសោះវិញគឺខ្ញុំសោះធំតែមួយពុះឲ្យអ្នកទាំងអស់គ្នាបើសិនជាយើងសោះយូរពេកសាច់កានឹងខ្សោះអត់ទន់ទេសម្រាប់ប្រភេទសាច់វិញគឺខ្ញុំមានជើងមាន់ជើងជ្រូកហើយជាមួយនឹងសាច់ជ្រូកស្មើមុខប៉ុន្តែកន្លែងហ្នឹងគេហៅថាសាច់ជ្រូកសរសៃស្រួយកន្លែងហ្នឹងឆ្ងាញ់ណាស់បងប្អូនហើយមុននឹងស្ងោរសាច់គឺយើងបានសោះជាមួយនឹងទឹកក្តៅហើយរួចរាល់អញ្ចឹងពេលដែលយើងស្ងោរហើយទឹកស៊ុបហ្នឹងយើងយកមកធ្វើទឹកស៊ុបតែម្ដងតោះឥឡូវយើងមកធ្វើក្បាលកាដើម្បីយកទៅចំហុយធ្វើភួរកានឹងឯងអញ្ចឹងរូបមន្តបងប្អូនទាំងអស់គ្នាគឺអាចស្គប់មើលនៅលើនឹងបានបន្ទាប់ពីយើងដាក់ទឹកទៅគ្រាន់តែមកពុះពីពុះគឺយើងអាចយកមកកិនបានហើយមិនបាច់ល្ងយូរទេព្រោះដោយសារតែពេលដែលយើងកិនហ្នឹងគឺវាម៉ត់ចេញជាតិមកអស់ហើយពេលដែលច្រោះគឺបងប្អូនទាំងអស់គ្នាច្រោះយកតែទឹកវាទៅសម្រាប់កាក់វាគឺយើងអត់យកទេហើយសម្រាប់ទឹកដែលយើងច្រោះបានហ្នឹងគឺយើងយកមកម្លីងជាមួយនឹងសាច់បន្តទៀតយើងលីងខ្ទឹមដាក់សាច់ជ្រូកឆាហ្នឹងគឺឆាតែមកល្មមបានទេអ្នកទាំងអស់គ្នាមិនបាច់ឲ្យឆ្អិនពេកទេព្រោះយើងយកទៅចំហុយទៀតហើយវិធីនេះគឺយើងធ្វើអញ្ចឹងលឿនដើម្បីមិនចំហុយយូរពេកសម្រាប់សាច់ដែលយើងឆាហើយយើងទុកមកលើសិនហើយឥឡូវយើងមកឆាជាមួយនឹងទឹកប៉េងប៉ោះសម្រាប់ដាក់នៅក្នុងស៊ុបពេលដែលឆាប៉េងប៉ោះមកឆ្អិនល្មមហើយយើងបន្ថែមទឹកឆាសាច់ជ្រូកមុនហ្នឹងចូលដើម្បីធ្វើឲ្យទឹកស៊ុបយើងហ្នឹងកាន់តែឈ្ងុយមានជាតិជាងមុនតឥឡូវយើងមកចំហុយខួបកាគឺខ្ញុំប្រើជាមួយនឹងពងមាន់5គ្រាប់យើងវាយវាឲ្យបែកសព្វល្អហើយយើងចាក់សាច់ដែលឆាហើយមុនហ្នឹងចូលទៅកូរឲ្យសព្វយើងយកទៅចំហុយបានហើយសម្រាប់ការចំហុយខ្ញុំចំហុយតែ20នាទីទេហើយបន្ទាប់មកខ្ញុំថែមពងមាន់ពីលើហ្នឹង2គ្រាប់ទៀតចំហុយថែម10នាទីឥឡូវយើងមកធ្វើជាមួយនឹងទឹកកាពិវិញហើយសម្រាប់ការធ្វើគឺងាយស្រួលបងប្អូនគឺអាចស្គប់មើលរូបមន្តបានហើយដោយសារតែអ្នកផ្ទះអត់ចេះញ៉ាំកាពិឆៅអញ្ចឹងខ្ញុំធ្វើមកឆ្អិនអញ្ចឹងទៅរសជាតិមកល្មមឆ្ងាញ់បើសិនជាបងប្អូនចូលចិត្តដិតអីអាចថែមលើនឹងបានដល់វគ្គដែលត្រូវធ្វើទឹកស៊ុបហើយទឹកស៊ុបនេះគឺយើងយកចេញពីការល្ងាស់ជើងជ្រូកជើងមាន់មុននឹងបងប្អូនទាំងអស់គ្នាគឺមានជាតិហ្មងហើយយើងបន្ថែមជាមួយប៉េងប៉ោះឆាហើយមួយនឹងបន្លែសាច់គ្រឿងទេសមួយចំនួនទៀតដែលយើងបានធៀបមួយរាល់ហ្នឹងដាក់ចូលដាំពុះគឺញ៉ាំបានហើយម្ហូបមួយមុខនេះនិយាយទៅធ្វើចំណាយពេលយូរគួរសមដែរអស់រយៈពេល2ម៉ោងជាងប៉ុន្តែបើសួរថាហត់អត់ហត់ទេដោយសារតែអ្នកផ្ទះសរសើរថាឆ្ងាញ់ហើយយើងបានទទួលបានស្នាមញញឹមពីពួកគាត់ទៀតហ៎